សូមស្វាគមន៍មកកាន់ Channel ពេជ្រសម័យរឿងតែមុននឹងចូលដល់សាច់រឿងរបស់យើងមានក៏សូមពឹងអ្នកទាំងអស់គ្នាជួយចុច Subscribe Channel មានមួយជួយចុចសញ្ញាកណ្ដឹងនិងជួយចុច Like នៅលើវីដេអូរបស់មានផងដែរដើម្បីទទួលបានវីដេអូថ្មីៗពេល Admin Upload ហើយអ្នកទាំងអស់គ្នាចង់ចូលក្នុងក្រុមអាច Scan ទៅលើ QR Code នេះបាន Admin នឹង Share រឿងណាដែល Admin ផុសក្នុង YouTube Account Admin នឹងផុសនៅក្នុងក្រុមនឹងហើយក្រុមនឹងដែរគឺ free អត់មានបង់លុយអីទេហើយសម្រាប់សាច់រឿងណាដែលរកនៅក្នុង YouTube អត់ឃើញបាត់ភាគអីហ្នឹងគឺនៅក្នុងក្រុមនឹងឯងហើយសម្រាប់អ្នកដែលចង់ donate ឲ្យ Admin អាច donate មកតាម QR Code ABA នេះបានហើយសម្រាប់ការ donate របស់អ្នកទាំងអស់គ្នាគឺជួយមកដល់ admin ច្រើនខ្លាំងមែនទែនហើយ admin មានកម្លាំងចិត្តធ្វើវីដេអូឲ្យអ្នកទាំងអស់គ្នាទៀតណាអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលដល់វីដេអូរបស់យើងទាំងអស់គ្នាសាច់រឿងនៅភាគទី19នេះគឺចាប់ផ្ដើមឡើងនៅពេលដែលយើងបានឃើញមួយវ័យកំពុងតែនៅក្នុងបន្ទប់ទឹកហើយគាត់គឺកំពុងតែអង្គុយពិនិត្យទឹកនោមនឹងឯងហើយការពិនិត្យរបស់គាត់គឺទទួលបានឆ្នោត2អញ្ចឹងមានន័យថាវ័យគឺមានផ្ទៃពោះពិតមែនសូម្បីតែគាត់ខ្លួនឯងក៏ភ្ញាក់ផ្អើលថានេះពិតជាមានផ្ទៃពោះពិតមែនណារួចក៏អង្គុយយំតែម្ដងគាត់ក៏គិតថាទេមិនអាចយំបានទេកុំយំអីវៃរបៀបថាអាណិតវៃគឺគាត់របៀបមកគាត់មានតែខ្លួនមួយហ្មងសាច់ញាតិក៏អត់មានអីក៏អត់មានមើលទៅរបៀបថាគួរឲ្យសង្វេគសម្រាប់គាត់ពេលនោះក៏មានមិត្តភ័ក្តិនៅក្នុងរូបបន្ទប់គាត់ហ្នឹងគេក៏មកកោសទ្វារសួរថាលបងវៃតាមពិតទៅក្នុងសាច់រឿងគេហៅគាត់លបងឈិនតែ admin ខ្ជិលហៅអញ្ចឹងខ្លាចដល់គ្នាច្រឡំអញ្ចឹងហៅលបងវៃមកទៅតើមានរឿងអីមែនទេតើបងអត់ស្រួលខ្លួនត្រង់ណាមែនទេវៃក៏ខំប្រឹងជូតទឹកភ្នែកទាំងនិយាយថាខ្ញុំមិនអីទេរួចក៏ដើរចេញពីបន្ទប់មកចំណែកឲ្យអ្នកដែលនេះក៏គាត់នឹងចាប់អើដែរគាត់ក៏ដើរទៅចិត្តនឹងសួរនាំថាតើពិតជាមិនអីមែនណាបើបងអត់ស្រួលខ្លួនត្រង់ណាអាចប្រាប់ខ្ញុំបានចាំខ្ញុំសុំច្បាប់ឲ្យមួយថ្ងៃណាចំណែកវៃក៏ថាអរគុណច្រើនរួចក៏រៀងស្ទាក់ស្ទើរទាំងក្តាប់ដៃថាតើអាចឲ្យខ្ញុំខ្ចីលុយខ្លះសិនបានអត់សាច់រឿងក៏បានកាត់មកមន្ទីរពេទ្យកន្លែងបន្ទប់គេពិគ្រោះអ្នកមានផ្ទៃពោះពេលនោះអ្នកគ្រូពេទ្យក៏ហៅអ្នកបន្ទាប់ប៉ុន្តែក៏ចូលឃើញដល់វៃពេលនោះគាត់ក៏សួររកថាអាណាស្ត្រីដែលមានផ្ទៃពោះហើយមានផ្ទៃពោះប្រហែលខែហើយវៃពេលគាត់មកគាត់ពាក់ម៉ាស់ពាក់អីឡើងចិត្តហ្មងហើយគាត់ពេលនោះក៏រៀងអញគាត់សួរថាគួរតែជាង1ខែហើយណាគឺថានាងកំពុងតែឲ្យគេពិនិត្យរបៀបថាគាត់យល់លេសថាគាត់ដូចជាប្តីរបស់នារីម្នាក់ដែលមានផ្ទៃពោះនឹងអញ្ចឹងពេលនោះគ្រូពេទ្យក៏សួរទៀតថាបើអញ្ចឹងចាំពេលលទ្ធផលធ្វើតេស្តសិនអញ្ចឹងពេលនោះវៃក៏បានសួរទាំងស្ទាក់ស្ទើរថាអ្នកគ្រូពេទ្យខ្ញុំមានសំណួរចង់សួរប្រសិនបើជាមានផ្ទៃពោះជាង1ខែអញ្ចឹងតើអាចបន្លូតកូនចេញបានអត់អ្នកគ្រូពេទ្យក៏បានឆ្លើយថាកំឡុងពេលមានផ្ទៃពោះ49ថ្ងៃដំបូងគឺអាចលាបថ្នាំបន្លូតកូនបានកាន់តែឆាប់គឺកាន់តែមានសុវត្ថិភាពប៉ុន្តែត្រូវចាំថាការលេបថ្នាំបន្លូតកូននេះគឺវាប៉ះពាល់ដល់រាងកាយខ្លាំងណាស់ហើយពេលខ្លះទារកនៅស្ថិតក្នុងស្បូនដដែលដូច្នោះដល់ពេលនោះគឺត្រូវទាមទារឲ្យមានការសម្អាតស្បូនសាជាថ្មីទាំងអស់នេះគឺជាវាមានគ្រោះថ្នាក់ខ្លាំងណាស់នៃរបស់គាត់គឺរបៀបថាបើសិនជាលេបថ្នាំបន្លូតហើយទារកអត់ធ្លាក់មកវានៅជាប់នៅក្នុងស្បូនអញ្ចឹងត្រូវការធ្វើការលាងសម្អាតឲ្យពេទ្យគេសម្អាតដដែលវៃពេលនោះគាត់ឡើងញ័រដៃរួចក៏សួរថាតើវានឹងឈឺអត់ឬពេទ្យក៏បានឆ្លើយថាការលេបថ្នាំបន្លូតកូនគឺវាមិនសូវឈឺដល់ដោយការវះកាត់យកកូនចេញទេប៉ុន្តែក្នុងនាមជាគ្រូពេទ្យខ្ញុំសូមណែនាំឲ្យធ្វើការវះកាត់យកកូនចេញតែម្ដងទៅព្រោះវាមិនសូវប៉ះពាល់ដល់រាងកាយដោយការលេបថ្នាំបន្លូតកូននោះទេពេលនោះក៏មានស្ត្រីពោះធំម្នាក់ឈរនៅខាងក្រោយរបៀបថាគាត់ឈរស្ដាប់របៀបថាគេទើសចិត្តវៃក៏និយាយទៀតថាចំពោះការលេបថ្នាំបន្លូតកូននឹងតើពួកខ្ញុំត្រូវត្រៀមអ្វីខ្លះតែពេលនោះស្ត្រីម្នាក់ហ្នឹងក៏មិនឈរឡើងនិយាយចិត្តមកឡើងចេះនៅក្មេងទេប៉ុន្តែឯអាត្មានិយមដល់ហើយលក្ខណៈថាគាត់និយាយស្ដីឲ្យវៃទាំងដែលការពិតទៅគ្នាជាអ្នកមានផ្ទៃពោះទេតែគាត់គិតថាប្រហែលជាវាថាវៃនឹងគឺចង់សនុកសុខស្រួលតែខ្លួនឯងគ្មានគិតដល់ជីវិតអ្នកដទៃដែលបន្តិចអីតទៅសោះអាជាគេហើយក៏ដើរទៅវិញទៅនិយាយថាអាប្រុសចោលមកសៀតពេលនោះអ្នកគ្រូពេទ្យក៏ងាកមកសួរថាឥឡូវនេះឲ្យខ្ញុំសុំមើលលទ្ធផលធ្វើតេស្តសិនមកវៃពេលនោះក៏រៀបភ្ញាក់ផ្អើលថាចុះបើគ្មានស្បូនវិញចង់និយាយថាពិភពលោកនេះមនុស្សស្រីបើអត់មានស្បូនមិនកូនមិនកើតប៉ុន្តែលក្ខណៈរៀបថាក្នុងសាច់រឿងវាជាការប្រឌិតរបស់អ្នកនិពន្ធហើយក៏វាជាការបំពេញក្តីសម័យរបស់អ្នកចូលចិត្តអានមែនហ្វាអញ្ចឹងគឺប្រឌិតចេញមកមិនក៏បានដែររបៀបអញ្ចឹងតែសម្រាប់អូមេហ្គាគួរតែមានស្បូននៅក្នុងសាច់រឿងគឺត្រូវតែមានប៉ុន្តែដឹងថារឿងមួយនេះមិនបានគេថាអត់តែមានដឹងដែរគ្រូពេទ្យពេលនោះដាក់សញ្ញាសួរហ្មងហើយក៏ថាហើយបើអត់ស្បូនអញ្ចឹងតើមិត្តស្រីរបស់លោកអាចមានផ្ទៃពោះបានដែរអីគាត់ក៏និយាយទៀតថាស្រាប់តែនឹកឃើញថាតើលោកចង់សម្ដៅលើការមានកូនក្រៅស្បូនឬតើពួកលោកបានពិនិត្យមើលវារួចហើយឬក្នុងករណីការមានកូនក្រៅស្បូនវិញគឺថាការលេបថ្នាំផ្ដេសផ្ដាសគឺវានឹងធ្វើឲ្យស្ត្រីដែលមានផ្ទៃពោះនឹងគឺគាត់ធ្លាក់ឈាមច្រើនដូច្នោះចាំបាច់ត្រូវតែធ្វើការវះកាត់យកតែម្ដងចំណែកវៃអង្គុយស្ដាប់មកសន្ទុះក៏អត់មាត់អីដែរសាច់រឿងក៏កាត់មកឃើញវៃបានដើរចេញមកខាងក្រៅហើយ
ទាំងដើរបណ្ដាស្ទាបពោះបណ្ដាទៅគិតក្នុងចិត្តថាត្រូវធ្វើការវះកាត់រួចក៏ឃើញជើងបុរសម្នាក់បានដើរមកជ្រុះផ្លូវជាមួយនឹងវៃវៃហើយពេលហ្នឹងក៏ជាប់ជួនអីវៃវៃគាត់ទាញម៉ាស់ចុះក្រោមចកាលៀនជូឡើងចិត្តដាច់សាហាវដើរហួសគ្នាតែក៏ឈប់សម្លឹងទៅមើលវៃវៃថាមិនក៏វៃវៃនៅទីនេះដែរតែពេលហ្នឹងវៃវៃអត់ឃើញលៀនជូទេគឺលៀនជូទេដែលឃើញវៃវៃលៀនជូក៏ងាកទៅសម្លឹងវៃវៃទាំងគិតក្នុងចិត្តថាការគេដេកជាមួយខ្ញុំនិយាយពីថាអង្វរនឹងអង្វរឲ្យខ្ញុំនឹងប្រើប្រដាប់ការពារប៉ុន្តែពេលទៅដេកជាមួយអ្នកផ្សេងវិញបែរជាគ្មានចេះការពារអីសោះចេះតែអញ្ចឹងមកសាច់រឿងហ្នឹងគេគិតតែយល់ច្រឡំលើវៃវៃរហូតគ្រប់គ្នាហ្មងពេលនោះក៏ឮសំឡេងគូទ្វារនៅបន្ទប់អ្នកគ្រូពេទ្យដដែលហើយក៏ឃើញលៀនជូបានដើរចូលមកនិយាយសួស្ដីថាខ្ញុំមកយកលទ្ធផលធ្វើតេស្តផ្ទៃពោះរបស់អ្នកស្រីចិនប្រពន្ធរបស់លោកចិនសាច់រឿងនៅភាគទី20ក៏ចាប់ផ្ដើមឡើងនៅឃើញដែរលៀនជូកំពុងតែអង្គុយក្នុងឡានពេលនោះគាត់ក៏បាននិយាយទូរស័ព្ទជាមួយនឹងនីងស៊ួយកាលភាគមុនអ្នកមេហៅគាត់សេវស៊ូច្រឡំអ្នកទាំងគ្នាអូនស្រីរបស់គាត់គឺឈ្មោះនីងស៊ួយពេលនោះក៏ឃើញនីងស៊ួយបានសួរមកកាន់លៀនជូវិញថាតើចេញលទ្ធផលហើយលៀនជូក៏បាននិយាយថាថ្ងៃក្រោយពេលទៅផ្ទះមុននឹងនិយាយអ្វីឬធ្វើអ្វីមួយឯងត្រូវតែប្រយ័ត្នប្រយែងផងចំណែកនីងស៊ួយក៏និយាយថាយល់ហើយអូខេតកងឡាននេះមកសួរថាអញ្ចឹងតើពួកយើងត្រឡប់ទៅផ្ទះរបស់លោកចិនឬលៀនជូក៏បានឆ្លើយថាបានពេលដែលជិះតាមផ្លូវលៀនជូក៏ចេះតែងាកសម្លឹងនេះសម្លឹងនោះក៏ឃើញវៃវៃកំពុងតែដើរតាមផ្លូវដើរក៏មានអ្នកមកដើរបុកវៃគ្មានទៅតអីជាមួយគេទេបានត្រឹមតែអោបខ្លួនឯងនៅរបៀបគាត់ទន់ខ្សោយលៀនជូពេលនោះក៏សម្លឹងរួចក៏គិតក្នុងចិត្តថាមនុស្សម្នាក់នេះពិតជាមានចរិតទន់ខ្សោយមែនបើទោះដឹងថាខ្លួនឯងខាតបងហើយក៏នៅតែមិនប្រកែកដែររួចក៏នឹកសម័យទៅកាលវៃគេនៅលើក្រែរួចក៏និយាយក្នុងចិត្តទៅថាខ្ញុំជឿថាគេនឹងរកលេសដោះសារដើម្បីត្រឡប់មកវិញបើកួងកញ្ចក់មួយគឺគាត់គិតថាពេលហ្នឹងវៃគឺចេញពីគាត់ណាវាចេញពីគាត់ទៅដល់ស្រួលគិតថាវៃអាចនឹងរកលេសដោះសារដើម្បីត្រឡប់ចូលមកចិត្តខ្លួនរបស់គាត់វិញរួចក៏ងាកមកគិតទៀតថាឈិនធីងវៃបានចាក់ចេញទៅបាត់អស់ជាមួយខែហើយខ្ញុំប្រកាសណាស់ថាគេនឹងរកលេសដើម្បីត្រឡប់មករកខ្ញុំវិញប៉ុន្តែបន្ទាប់មកក៏បាត់សមោគេសូនឈឹងកុំតែបានជួបគេម្ដងទៀតនៅឯសួនកំសាន្តទេកុំអីខ្ញុំវានឹងភ្លេចគេបាត់ទៅហើយរួចក៏គិតទៀតថាបើអញ្ចឹងមុនដំបូងប្រហែលជាខ្ញុំត្រូវគេដាក់ថ្នាំឬក៏យ៉ាងម៉េចរួចក៏ងាកមកសម្លឹងវៃទៀតថាដូច្នោះហើយទើបគេបដិសេធមិនព្រមយកលុយនឹងធ្វើទឹកមុខអៀនខ្មាស់គាត់គិតថាគាត់ទៅដេកមួយវៃដំបងហ្នឹងគឺវៃដាក់ថ្នាំគាត់មែនហើយនិយាយទៅគិតតែយល់ច្រឡំលើគ្នារហូតលោកព្រះហើយលៀនជូក៏ងាកមកនិយាយជាមួយតកងឡានថាបើតាមខ្ញុំចាំបានកូនស្រីរបស់លោកពូដូចធ្លាប់ធ្វើការនៅឯសួនកំសាន្តណាតកងឡានក៏ងាកមកនិយាយថាបាទកាលពីឆ្នាំមុននាងបានធ្វើការនៅទីនោះអស់រយៈពេល2ខែលៀនជូក៏សួរទៀតថាអញ្ចឹងបើសិនជាទិញកាតសមាជិកនៅឯសួនកំសាន្តហ្នឹងអញ្ចឹងតើគេនឹងឡើងប្រាក់ខែឲ្យបុគ្គលិកអត់តកងឡានគាត់ក៏ថាប្រហែលជាដំឡើងរួចក៏សួរថាតើលោកលៀនមានការអីឬលៀនជូក៏បែរមុខចេញទៅនិយាយថាគ្មានអីទេសាច់រឿងក៏បានកាត់មកដល់យប់ឡើងនៅឯបន្ទប់ផ្ទះដែលគាត់នៅរួមគ្នាជាមួយបុគ្គលិកផ្សេងហ្នឹងពេលនោះក៏ឃើញមានអ្នកមកកោសទ្វារហៅថាលោកបងវៃក៏បានមកថាចាំផ្លែរួចក៏បានបើកទ្វារមកទាំងសួរថាតើមានការអីមែនទេពួកគេក៏និយាយបែបសប្បាយចិត្តថាថ្ងៃនេះលោកបងឈិនមិនបានទៅធ្វើការអញ្ចឹងហើយលោកបងមិនបានដឹងទេថាមានរឿងល្អបានកើតឡើងហើយសេលហ្វាងឯងឆាប់ប្រាប់លោកបងឈិនឲ្យបានលឿនទៅគឺនិយាយពីម្នាក់ដែលឈរចិត្តនឹងពេលនោះម្នាក់ហ្នឹងក៏បាននិយាយថាលោកបងឈិនភ្ញៀវដែលលោកបងបានមើលថែការពីម្សិលមិញហ្នឹងគឺគាត់មានឈ្មោះថាតុងតើត្រូវអត់វៃពេលនោះភ្ញាក់ផ្អើលឡើងបែកញើសលើមុខថាហ្នឹងហើយតើមានរឿងអីមែនទេគេក៏បាននិយាយថាថ្ងៃនេះមានគេបញ្ចូលលុយក្នុងកាតសមាជិកហើយគេនិយាយថាមកពីលបងធ្វើការបានល្អវៃពេលនោះគាត់ឆ្ងល់ថាម៉េចកាតសមាជិកទៀតគេក៏បានខ្សឹបមកថាទាយមើលថាគេបញ្ចូលអស់ប្រមាណវៃក៏ទាយថា1000យន់អាកូននោះក៏ជួតមែនទេគេថា no វាគេក៏វាក្បាលក៏វាដៃហោគេក៏បានលើកមករៀម5ឡើងមកតែនិយាយថាប៉ណ្ណេះវៃឡើងបើកភ្នែកធំភ្លឺស្វាងមកថា 5000 រួចក៏គិតក្នុងចិត្តថាសម្បត្តិមកលេងសួនកំសាន្តគឺអស់ត្រឹមតែ150យន់តែប៉ុណ្ណោះហើយបើមានការសមាជិកគឺគេបញ្ចុះតម្លៃឲ្យដែរហើយបើមានការសមាជិកគេបញ្ចុះឲ្យតែ10យន់តែប៉ុណ្ណោះកុំប្រាប់ណាថាដោយសារតែរឿងខ្សែកមួយនោះប៉ុន្តែវាគឺជាតួនាទីរបស់ខ្ញុំក្នុងការរកខ្សែកនោះឲ្យតែប៉ុណ្ណោះខ្ញុំមិននឹងអាចឲ្យភ្ញៀវចំណាយលុយច្រើនដល់ម្លឹងដើម្បីតែរឿងបែបនេះតែពេលនោះក៏ភ្ញាក់ផ្អើលខ្លាំងថែមទៀតហើយគឺម្នាក់នឹងក៏បាននិយាយថាមិនមែន 5000 ទេគឺ50000ណានិយាយទៅគេលវាថាគេវាហួងហែងគេជួយបែបប្រយោលណាលៀនជួហើយគ្រាន់តែអញ្ចឹងឡើង 50000 ឡើងវៃថាម៉េចសាច់រឿងនៅភាគទី21នេះគឺចាប់ផ្ដើមឡើងនៅពេលដែលយើងបានឃើញកញ្ញានីស៊ួយពេលនោះកំពុងតែពាក់ខ្សែ
đó việc sai có việc vào lúc mà tôi bảo niên bên đó có mấy tôi sập rốt nên các bạn lược mò này gì thà alo nè cái nước hai khơi tha nè để call mò nó cứ chia vây các bạn này tha alo nè nên chân này gì bẹp cua xong bẹp cua sờ lại nha rồi cái này thì tha trong cứ chân thình vây chia nè đà chui đọc sai cọ nè niên cà phê mà sao mình ninh xuôi bên đó còn này thà ô cứ lô ta lô call một trăm mấy cái em té chỗ này vây các bạn này tha trong ăn lương mật rôm càng nghe được bọc trong tha ngàyนี้คือเนี่ยเนียงบ้านเต็งกัดสมาชิกហើយវាគឺនៅក្រោមឈ្មោះកាំងតុងត្រូវទេនាងសួយពេលហ្នឹងនាងឡើងចេញសញ្ញាសួរថាឆ្ងល់ការសមាជិកអីគេនាងអត់ដឹងនាងសួយក៏គិតក្នុងចិត្តទាំងយកដៃទៅច្រត់ក្បាលថាអូប្រហែលជាលើកមុនតុងគេលេងសប្បាយពេកហើយក៏ទៅរំអុកឲ្យប៉ារបស់គេទិញកាត់សមាជិកអីគេឲ្យមើលទៅតែពេលនោះក៏មានអ្នកមកគូធ្វើបន្ទូរបស់នាងទាំងនិយាយថាអ្នកនាងចិនលោកចិនឲ្យអ្នកនាងចុះទៅក្រោមហូបអាហារពេលល្ងាចជុំគ្នាជាមួយនឹងគាត់នាងសួយពេលនោះក៏ស្រែកថាចាំផ្លែតទៅលើហើយនាងក៏និយាយទូរស័ព្ទបណ្ដាក៏ចេញមកបណ្ដាថាសុំទោសផងខ្ញុំមានការរវល់បន្តិចប្រសិនបើមានការអីចាំលោកជួយរំលឹកខ្ញុំពេលដែលខ្ញុំនងតុងទៅលេងលើកក្រោយផងណាចំណែកវៃពេលនោះក៏និយាយថាមិនមែនអញ្ចឹងទេកាត់អត់មានបញ្ហាអីទេចំណែកកាត់មកខាងវៃវិញក៏លឺអ្នកខាងក្រៅនិយាយថាចិននឹងជួយរបៀបថាស្រែកពីក្រៅទូរស័ព្ទមកឆ្លងដល់គាត់អញ្ចឹងណាហើយក៏លឺនាងសួយបាននិយាយថាបើគ្មានការអីទេអញ្ចឹងខ្ញុំសូមរវល់សិនហើយវៃរកតានិយាយបកស្រាយអត់តាន់រួចក៏គេបិទទូរស័ព្ទបាត់ទៅសាច់រឿងក៏កាត់មកដល់គ្រួសារចិននឹងវិញកន្លែងតុកអាហារគេញ៉ាំបាយជុំគ្នាអញ្ចឹងទៅក៏ឃើញនាងជួយបានរត់មករួចក៏ស្រែកលោឡាថាគ្រាន់តែហូបបាយសោះតើចាំបាច់អីរំអុកឲ្យខ្ញុំមកហូបជុំគ្នាដែរមែនទេបើអ្នកមិនដឹងគេក៏គិតថាប្រហែលជាកិច្ចប្រជុំជ្រើសរើសលេខាប្រធានាធិបតីអីឲ្យមកទៅចំណាយលោកចិនក៏ងាកទៅស្ដីឲ្យនាងសួយថាចិននាងសួយតើឯងនិយាយផ្ដេសផ្ដាស់ស្អីហ្នឹងទៅនៅក្រៅប្រទេសតែប្រហែលឆ្នាំសោះមកវិញក៏កាន់តែឆ្លើយទៅបាត់ទៅហើយតែពេលនោះក៏ប្រពន្ធរបស់គាត់ទៅចាប់ដៃទាំងនិយាយថាប៉ុណ្្នឹងបានហើយពួកគេធំនឹងក្តីឲ្យហើយដូច្នោះជប់ស្ដីបន្ទោសពួកគេទៅគុំស្ដីបន្ទោសពួកគេនៅនឹងមុខអ្នកគ្រប់គ្នាបែបហ្នឹងអីចំណានេះសួយវិញជ្រិញរបៀបថានោះឪពុកម្ដាយគេឬម្ដាយចុងហើយនេះសួយជ្រិញរួចក៏ឃើញថាគេលើកម្ហូបលើកអាហារមកជុំឲ្យកន្លែងញ៉ាំអីហ្នឹងចំណែកឯលោកចិនក៏ព្រួយបារម្ភទៅប្រពន្ធគាត់ថាអូនមានផ្ទៃពោះអញ្ចឹងអូនហូបស៊ុបនេះទៅដើម្បីបើដល់ទារកដែរនៅក្នុងផ្ទៃរួចគាត់ក៏ងាកមកនិយាយវិញថានិយាយអញ្ចឹងចំពោះឈ្មោះទារកតើពួកឯងមានកំណត់អីអត់ចុះបើដាក់ឈ្មោះថាសៀវជូតែយ៉ាងម៉េចដែរចំណែកឯលៀនជូពេលហ្នឹងក៏និយាយថាខ្ញុំគិតថាគួរតែដាក់ឈ្មោះគេថាចិនជូវិញប្រសើរជាងគេក៏និយាយថាអូល្អតាអីអញ្ចឹងទៅកាត់លេងចោលគឺគាត់បកែកឈ្មោះគ្នាបកែករឿងដាក់ឈ្មោះកូនស្រីកូនប្រុសស្អីណាគាត់ប៉ុន្តែពេលនោះក៏ឃើញថាលោកស្រីចិនហ្នឹងក៏ងាកមកនិយាយជាមួយនាងសួយថាតើនាងសួយចង់បានប្អូនប្រុសឬប្អូនស្រីនាងសួយពេលនោះឆ្លើយទាំងខឹងថាមិនក៏បានដែរមិនមែនកូនខ្ញុំផងហើយក៏ឃើញថាលោកស្រីចិនក៏និយាយថាកាលមីងនៅអាយុប៉ុនឯងក៏មីងមិនសូវចូលចិត្តកូនក្មេងដែរណាមួយអាយុខុសគ្នានឹងក្មេងច្រើនពេកអញ្ចឹងហើយពិបាកលេងជាមួយគ្នាណាចំណែកលោកចិនក៏ងាកមកនិយាយថាមែនហើយពេលក្មេងម្នាក់នេះកើតមកគេច្បាស់ជាឯកាជាមិនខានទេមិនដូចនាងសួយទេព្រោះកាលនាងសួយគឺនៅតូចគឺគេអាចលេងជាមួយនឹងលៀនជូបានហើយបើមានក្មេងម្នាក់ទៀតមកលេងជាមួយនឹងគ្នាមិនដឹងថាល្អយ៉ាងម៉េចទេរួចគាត់ក៏ប្រើកសែភ្នែកងាកទៅមើលលៀនជូទាំងនិយាយទៀតថាតើឯងគិតអញ្ចឹងដែរអត់លៀនជូចំណែកលៀនជូក៏បានឆ្លើយបានរបៀបថាឆ្លើយទាំងអត់ខ្វល់អត់គិតអីលោកចិនពេលនោះក៏និយាយថានិយាយអញ្ចឹងតើឯងនៅតែទៅជួបជាមួយនឹងពេទ្យទៀតមែនទេលៀនជូពេលនោះជ្រួញចោលហ្មងហើយក៏ត្រូវនាងសួយងាកមកសួរលៀនជូថាទៅជួបពេទ្យតើបងប្រុសតើបងឈឺអីមែនទេលៀនជូក៏បាននិយាយថាប្រហែលឆ្នាំនេះបងដេកមិនសូវលក់អញ្ចឹងហើយបងទៅឲ្យពេទ្យពិនិត្យមើលប៉ុន្តែឥឡូវគឺអស់អីហើយឯងកំរំអីចំណែកលោកចិនក៏និយាយថាល្អហើយអញ្ចឹងបើគ្មានបញ្ហាអីធំដុំទេអញ្ចឹងវាគួរតែដល់ពេលដែលឯងត្រូវយកប្រពន្ធយកកូននឹងគេដែរហើយព្រោះថាកូនចិញ្ចឹមវាមិនល្អដូចជាកូនបង្កើតឡើយនិយាយទៅលោកចិនហ្នឹងនិយាយមកឌៀមដាមរហូតមកតែពេលនោះឃើញដៃអ្នកណាម្នាក់គោះតុកផាំងនៅអំរើក្នុងផ្ទះឡើងឈ្ងោកមុខចុះហ្មងហើយម្នាក់នោះគឺជានាងសួយនាងក៏បាននិយាយថាតើពួកយើងអាចហូបបាយដោយភាពស្ងប់ស្ងាត់បន្តិចបានអត់ឬមួយក៏ប៉ាចង់ប្រកាសហៅឲ្យមនុស្សមួយពិភពលោកមកបង្កើតកូនដែរតើបងប្រុសខ្ញុំគាត់មានអាយុប៉ុន្មានហើយគាត់មិនទាន់នឹងមានមិត្តស្រីផងតើឲ្យគាត់មានកូនបានយ៉ាងម៉េចចំណែកលោកចិនក៏ងាកទៅនិយាយថាមុននឹងក្រោយគង់តែនឹងមានកូនដដែលហ្នឹងអញ្ចឹងបើមានកូនកាន់តែលឿនគឺកាន់តែល្អមិនអញ្ចឹងទេចំណែកឯលៀនជូវិញគឺស្ងប់ស្ងាត់មែនតើរួចក៏ទម្លាក់សមចុះទាំងនិយាយថាខ្ញុំហូបរួចហើយរួចក៏ងើបឈរទាំងនិយាយថាអ្នកទាំងអស់គ្នាហូបបន្តចុះខ្ញុំសូមទៅមុនហើយសេរីរបស់យើងក៏បានចាប់ត្រឹមនេះបើសិនជាមិនហោះឆ្កងអីសូមអធិស្ឋានផងដោយសារតែដូចស្ដាប់បានអញ្ចឹងអត់មាននិយាយជាប់មាត់សាហាវកុំភ្លេចជួយ Subscribe Channel នេះនិងជួយចុច Like ជួយ Comment នៅក្នុងវីដេអូមានផល Comment អីក៏បានដែរហើយសម្រាប់កុំភ្លេចចូលទៅក្នុងក្រុមនេះម្នាក់មួយ Scan QR នៅទៅអ្នកទាំងអស់គ្នា Admin នឹង share រឿងពី Channel ផ្សេងៗបើមានផលនឹងចូលទៅក្នុងក្រុមនឹងទាំងអស់ពី Admin ពេលនេះបាយបាយ